ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរគឺខ្ញុំចង់បង្ហាញនៅបន្ទប់ជួលមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិលីងកុកឃុំបាក់ខ្លងស្រុកមណ្ឌលស្មាខេត្តកោះកុងនៅខាងក្នុងបន្ទប់នីមួយៗគឺវាធំទូលាយខ្លាំងមែនទែនដែលអាចឲ្យបងប្អូនរស់នៅបានគ្នាច្រើនឬក៏ដាក់អីវ៉ាន់និងសម្ភារៈប្រើប្រាស់ផ្សេងៗនៅខាងក្រោយក៏បានធ្វើនៅចង្ក្រានមួយដែលងាយស្រួលក្នុងការធ្វើម្ហូបហើយក៏មានបន្ទប់ទឹកផងដែរដែលវាមិនធំពេកមិនតូចពេកតែវាងាយស្រួលដល់បងប្អូនទាំងអស់គ្នាមានទ្វារក្រោយដែលអាចឲ្យបងប្អូនអង្គុយលេងចានឬក៏អង្គុយលេងស្ដាប់សំឡេងទឹកអូរហូរហើយក្នុងបន្ទប់នេះគឺហ្វ្រីកញ្ចក់ឲ្យមួយដោយសារអីអ្នកនៅមុនគឺគាត់អត់បានយកទៅហើយបរិវេណនៅខាងមុខក៏វាធំទូលាយដែលអាចឲ្យបងប្អូនចតឡានចតម៉ូតូបានបងប្អូនដែលមករស់នៅទីនេះបាច់ខ្វល់ថាអត់អីញ៉ាំទេគ្រាន់តែមកខាងមុខតិចគឺមានតូកាហ្វេមួយហើយអ៊ីក៏មានលក់បាយកំងដូចគ្នាដាក់ហួតតូកាហ្វេបន្តិចក៏មានតូបចាប់ហួយដែលមានលក់គ្រឿងទេសនិងចំណីអាហារផ្សេងអញ្ចឹងបងប្អូនណាដែលមានតម្រូវការចង់បានបន្ទប់ជួលដែលមានតម្លៃសមរម្យនិងទីធ្លាធំទូលាយកុំភ្លេចតាក់ទងមកខាងបងប្អូនបានលេខទូរស័ព្ទគឺដាក់នៅខាងលើសូមអរគុណ